ទេសភាពនៅស្រុកស្រែគឺបែបហ្នឹងនៅពេលដែលថ្ងៃរៀបលិចអូខេមើលនេះអានេះគឺជាបឹងនេះមិនមែនជាបឹងធម្មជាតិទេបងប្អូនវាប្រភេទបឹងដែលក្រុមហ៊ុនរបស់ចិនគេបូមខ្សាច់ហើយនេះស្ទើរនៅខេត្តកណ្ដាលពីមុនកន្លែងតំបន់នេះវាកន្លែងនោះវាមានភូមិមែននៅនោះភូមិមែនក៏ប៉ុន្តែកន្លែងដែលខ្ញុំឈរនេះពីមុនវាអត់អញ្ចឹងវាប្រភេទព្រៃអាហ្នឹងគេហៅព្រៃបងប្អូនព្រៃព្រៃដុំគេហៅព្រៃល្បាស់ឬក៏ព្រៃរនាមយើងអត់ដឹងព្រៃល្បាស់ព្រៃរនាមយើងអត់ដឹងប៉ុន្តែហើយចាត់ក្រុមហ៊ុនចិនវាបានមកបូមខ្សាច់បែបនេះអានេះមិនមែនកាយដោយគ្រឿងចាក់អីណាអានេះគឺប្រើម៉ាស៊ីនបូមសុទ្ធសាធហ្មងហើយបូមរហូតដល់វាស្រុតខ្លាចជាស្រេងទៅមិនមែនថាអត់ប្រើគ្រឿងចាក់សោះហ្មងឯងប្រើប៉ុន្តែរួមចំណែកដែលធំមកធ្វើឲ្យកើតជាបឹងឬក៏ស្រះបែបហ្នឹងធំបែបហ្នឹងណាគឺគេប្រើគ្រឿងចាក់បូមមិនមែនប្រើគ្រឿងចាក់ដើម្បីកាយទេឧបករណ៍បូមនេះគេណាហើយទេសភាពអូខេវា relax បែបស្រុកស្រែណាវាអត់ពិសេសណាទេប៉ុន្តែបើសិនយើងជាអ្នកស្រុកស្រែយើងប្រកាសឃើញទេសភាពបែបហ្នឹងយើងប្រកាសជាយល់អារម្មណ៍នេះដែលយើងទទួលបានអូខេនេះហើយស្រែនៅខាងខេត្តកណ្ដាលនេះគាត់ធ្វើទាំងស្រែប្រាំងហើយនិងស្រែវស្សានៅខាងស្រុកខ្ញុំខាងត្បូងឃ្មុំគេហៅស្រូវស្រាលខែប្រាំងស្រូវធ្វើខែប្រាំងគេហៅស្រូវស្រាលហើយស្រូវដែលធ្វើខែវស្សាគេហៅស្រូវធ្ងន់នេះអញ្ចឹងទៅអាហ្នឹងខាងស្រុកខ្ញុំតែនៅនេះក៏ដូចគ្នាដែរបើសិនជាប់បឹងគេធ្វើស្រូវប្រាំងដូចគ្នាដែរប៉ុន្តែបើអ្នកដែលអត់ជាប់បឹងគាត់ធ្វើអត់បានទេគាត់ត្រូវការគេត្រូវការទឹកស្រែត្រូវការទឹកបើសិនអត់មានទឹកគាត់ធ្វើអត់កើតទេអញ្ចឹងអ្នកធ្វើស្រូវនៅនេះធ្វើទាំងប្រាំងទាំងវស្សាបានលុះត្រាតែគាត់ជាប់ជាមួយនឹងបឹងបែបនេះដែរណាអញ្ចឹងអ្នកដែលឆ្ងាយពីច្រើនគាត់ធ្វើការបូមតែបើអ្នកឆ្ងាយមែនតើនោះគាត់អត់ធ្វើទេគាត់ទុកស្រែរហូតដល់រងចាំខែវស្សាមកដល់បានគាត់ចាប់ផ្ដើមធ្វើអញ្ចឹងទៅពេលនិយាយរឿងតាក់ហើយមិញនេះវាកន្លែងមានខ្ញុំថតហ្នឹងគឺគាត់ទៅតែព្រោះទេតែមកដល់កន្លែងនេះស្រូវម្នាក់នេះស្រូវមកម្ចាស់ទៀតសំទោសស្រូវម្នាក់នេះស្រូវមកម្ចាស់ទៀតគាត់ស្រូវរបស់គាត់នេះធំបាត់ហើយឃើញហ៎គឺថាមួយខែពីរខែទៀតចាប់ផ្ដើមស្រូវចាប់ផ្ដើមចេញផ្កាហើយគាត់ចាប់ផ្ដើមទុំអីទៅតែមួយខែពីរខែទៅចាប់ផ្ដើមស្រូវអាចប្រមូលផលបានហើយនៅនេះភាគច្រើនខ្ញុំឃើញគេចាប់ផ្ដើមច្រូតអស់ហើយបើនៅខាងខ្ញុំនៅប្រើដៃឡើយនៅតែច្រូតដោយដៃតែបើខាងស្រុកអង្គស្នួលខេត្តកណ្ដាលនេះឃើញថាគាត់លែងហើយកសិកម្មបែបប្រពៃណីមានថាគាត់អូនសិតពុះកូនពុះទូចញ៉ឹមគេវាទៅពុះឡើងនេះមិនតែលើតសាច់រឿងទៀតខាងខ្ញុំសិប្បកម្មសំណុំកសិកម្មបែបប្រពៃណីហ្នឹងគឺថានៅតែប្រើតែស្រែខ្លះគេប្រើម៉ាស៊ីនច្រូតទៅហើយស្រែខ្លះនៅតែច្រូតដោយដៃដោយសារស្រែវាមានទំហំទូចបើនេះវែងដូចជានេះមួយស្រែគាត់ធ្វើមួយស្រែអត់មានបិទភ្លឺច្រើនតង់ទេណាដីខ្ទង់ចិត្តមហាត់ក្បែរមហាត់ដីនេះហើយគាត់ធ្វើតាមស្រែអញ្ចឹងវីដេអូនេះក៏អត់មានអីច្រើនទេគាត់តែថតទេសភាពវាលស្រែឲ្យបងប្អូនមើលហើយក៏ឆ្លៀតនិយាយអីរ៉ៃរ៉ាប់តិចតួចអញ្ចឹងទៅខ្ញុំថាបងប្អូនចូលចិត្តវីដេអូហ្នឹងហើយជួយចុច like ជួយចុច subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូបែប relax កំសាន្តអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាបានមើលរៀនសាក់រៀនធ្វើហើយក៏រៀននិយាយអញ្ចឹងទៅឡៃលោមានអ្នកមើលច្រើនអីធ្វើមែនតើនេះធ្វើលេងអញ្ចឹងទៅលេងហើយអត់មានអ្នកកាន់កាមេរ៉ាទេអត់មានអ្នកកាន់កាមេរ៉ាអត់មានអីដូចគេអញ្ចឹងកាន់ខ្លួនឯងនិយាយខ្លួនឯងអញ្ចឹងទៅចាំមើលខ្ញុំមិនរំពឹងថាមានអ្នកកាន់កាមេរ៉ាដូចអ្នក vlog គេឬក៏អ្នកធ្វើមេតិកាផ្សេងដូចគេទេខ្ញុំគាត់តែចង់កាន់កាមេរ៉ាអញ្ចឹងហើយឲ្យដើរនិយាយអញ្ចឹងទៅហើយបើបងប្អូនមើលហើយជួយចុច subscribe ជួយចុច like អីក៏សប្បាយចិត្តអីចឹងទៅហើយតែបើបងប្អូនគ្រាន់តែមើលទេហើយបើមិនពេញចិត្តទេក៏អត់អីដែរបងប្អូន
បងប្អូនបានមើលក៏អរគុណដែរទោះបីមិនបានចុច like ឬចុច subscribe ឲ្យតែបានមើលអញ្ចឹងណាខ្ញុំអត់ថាអង្គតែចុច subscribe ខ្ញុំបានអរគុណគ្រាន់តែបងប្អូនមើលហ្នឹងក៏អរគុណដែរបងប្អូនមើលនេះទេសភាពមកខ្ញុំសេរីកាមេរ៉ាឡើងទៅលើមេឃតិចអូខេឃើញបងប្អូនគឺវាបែបហ្នឹងហើយសង្ឃឹមថាផុសនេះអត់បានច្រើន view ទេខ្ញុំគិតថា 4-10 view ឯហ្នឹងច្រើនបំផុតសម្រាប់ខ្ញុំហើយអញ្ចឹងជាមធ្យមខ្ទង់ 5-6-7 view 6-7 អ្នកមើលយើងហៅ view តាមគេទៅអូខេបងប្អូនអរគុណច្រើនបាយបាយចាំមើលខ្ញុំមានអីថ្មីចាំខ្ញុំថតផុសចូលដាក់ក្នុង channel ហ្នឹងទៀត